tế Ecuador vẫn cứ kê miên ca đam chớ không có bầm đó nằm bay bầm bay cầm nát ra cũng đại đam chớ bài đam chớ và tụi mòn tụi thống yêu đại nè và nếu hai cái hộpแต่คนchơi tụi tụi hai cục tới cứ bầm bay cầm nát ra và thời thay dương tại ở này nó chàng lục đà la chàng nhom chàng tôi sẽ trốn cứ cầm cuốn tay thật nó thực tế Ecuador và giờ thật là tam video đó tam cho tụi và tinนี้គឺមានពលរដ្ឋរាប់ម៉ឺននាក់បានមកជួបជុំគ្នាគឺដើម្បីបំបីកំណត់ត្រាពិភពលោកថ្មីមួយគឺកំណត់ត្រាដាំឈើឲ្យបានច្រើនបំផុតនៅក្នុងរយៈពេល1ថ្ងៃអញ្ចឹងមកហៅតែមួយថ្ងៃទេត្រូវដាំឈើឲ្យបានច្រើនតាមតែអាចធ្វើបានប្រជាប្រុសស្រីចំនួនជាង40000នាក់គឺមានទាំងក្មេងចាស់ប្រុសស្រីហ្នឹងបានមកជួបជុំគ្នានៅក្នុងប្រទេសអេក្វាដ័រនេះហើយឥឡូវហ្នឹងគឺពួកគេកំពុងតែដើរឆ្ពោះទៅលើភ្នំដើម្បីដាំឈើឲ្យបានជាង6សែនដើមបាទនេះច្រើនមែនទែន6សែនដើមមួយថ្ងៃបាទដាំតន់ណាកាប់តន់ទេ6សែនដើមលុះត្រាពួកគាត់ប្រមូលគ្នាបានរាប់ម៉ឺនរាប់សែនអ្នកដែរណាមនុស្សច្រើនម៉ឺនអ្នកម្នាក់កាន់ច្រើនដើមណាមានទាំងក្មេងទាំងកុមារីយុវវ័យយុវចាស់ណាសោកម៉ៅប្រុសស្រីទាំងអស់នេះកាយដែរយកលើកលេទីកយើងនៅនេះសោះកប់ចំដែរបាទហើយលោកស្រី Lorena Tapia ដែលជារដ្ឋមន្ត្រីបរិស្ថានហ្នឹងគាត់បានដឹងថាយើងមានសារមួយចង់ប្រាប់ពិភពលោកថាឥឡូវនេះគឺពលរដ្ឋអេក្វាដ័របានមកជួបជុំគ្នាដើម្បីដាំឈើគឺយើងចូលរួមដោះស្រាយបញ្ហាឡើងកម្ដៅផែនដីដែលមិនមែនកើតចេញពីពលរដ្ឋអេក្វាដ័រនោះទេតែវាកើតចេញពីប្រទេសជឿនលឿនទៅវិញប៉ុន្តែពួកយើងចង់ចូលរួមបរិច្ចាគនៅក្នុងចេតនាល្អដែលមានប្រជាប្រដ្ឋស្រីគ្រប់វ័យចូលរួមដើម្បីបំបីកំណត់ត្រាពិភពលោកមួយដែលអ្នកក្រោយហ្នឹងនឹងពិបាកបំបីតណាបាទអញ្ចឹងមកគាត់ចង់ធ្វើកំណត់ត្រាពិភពលោកមួយបំបីតែគាត់ហ្មងកាន់អ្នកឯងបាទណាមុនហ្នឹងឃើញបន្តិចពីកែនេះយកដៃកាយបាទហើយដាំឈើដាក់ទាំងផ្លាស្ទិកទៀតអីដាក់ទាំងផ្លាស្ទិកទៀតហ្នឹងមិនដោះមេគ្នាអត់ដឹងទេឲ្យគ្នាដាំឈើគ្នាយកដាំឈើយកមកដាំដាក់ព្រួចត្មងនេះហើយដីខ្សាច់ទៀតចាំបានហាងល់ដោះទីបាត់អត់ដឹងថាកាលដោះធំហើយមើលទៅនៅតែប៉ុណ្្នឹងឯងលែងធំបាទហើយប្រធានាធិបតីអេក្វាដ័រគឺលោក Rafael Correa គឺគាត់និយាយថាប្រទេសអេក្វាដ័របានបំបីកំណត់ត្រាពិភពលោកនឹងបានសម្រេចហើយបន្ទាប់ពីគេបានដាំឈើចំនួន647,250ដើមបាទតួលេខច្រើនមែនទែនបាទត្រឹមតែរយៈពេល1ថ្ងៃប៉ុណ្ណោះហើយគឺគេដាំឈើប្រភេទផ្សេងគ្នានៅកន្លែងផ្សេងគ្នាដូចជានៅឆកសមុទ្រប៉ាស៊ីហ្វិកនៅកំពូលភ្នំអង្គនិងនៅមាត់ទឹកនៃព្រៃអាម៉ាហ្សូនជាដើមហើយក្នុងរយៈពេល1ថ្ងៃនេះគឺពលរដ្ឋអេក្វាដ័រចំនួនជាង44,000នាក់ដាំឈើលើដីទំហំដល់ទៅជាង2000ហិកតាបាទច្រើនមែនទែនមើលទៅដោយសារនេះតំបន់ភ្នំអញ្ចឹងដាំបានច្រើនធំជាការកស៊ូទេណា2000ហិកតាជាងបាទកស៊ូតែ10 20ហាត់ទេណាធរគ្នាវិញហើយគ្នាលឿនណានេះបាទហើយគេគឺធ្វើបានល្អជាងកំណត់ត្រាចាស់ដែលបានកាន់កាប់ដោយប្រទេសហ្វីលីពីនកាលពីឆ្នាំមុនបាទហើយលោក Carlos Martin ដែលគាត់ជាអ្នកតំណាងការកំណត់ត្រាពិភពលោកវិញហ្នឹងគាត់បាននិយាយថាវាគឺជារឿងពិបាកហើយយើងសង្ឃឹមថាអ្នកដែលចូលរួមទាំងអស់នឹងរីករាយនឹងបានផ្សព្វផ្សាយពីប្រទេសជាតិរបស់ពួកគេនឹងតាមរយៈកម្មវិធីមួយនេះហើយយើងក៏សង្ឃឹមថាសាររបស់គេនឹងបានលើដល់ប្រជាជនទូទាំងពិភពលោកតាមរយៈការបំបីកំណត់ត្រាមួយនេះផងដែរបាទហើយអ្នកវិទ្យាសាស្ត្រហ្នឹងគឺគាត់ជឿថាការដាំឈើនេះអាចជួយកាត់បន្ថយកម្រិតឧស្ម័នកាបូននៅក្នុងបរិយាកាសព្រោះវាបឺតយកជាតិកាបូននិងជួយកាត់បន្ថយការឡើងនៅកម្ដៅរបស់ផែនដីបាទចំណុចនេះចង់សង្កត់បន្តិចដើមឈើបឺតសូបជាតិកាបូនជាតិកាបូនគឺជាចំណីរបស់វាជាដង្ហើមរបស់វាហើយវាកាត់បន្ថយកម្រិតផែនដីយ៉ាងម៉េចកាលណាមានដើមឈើវាចេញលុបបាទវាចេញជាត្រជាក់មកអញ្ចឹងវាបន្ថយកម្ដៅនៅក្រោមនេះដូចញ៉ាថាម៉ាស៊ីនស្អំកម្ដៅអញ្ចឹងណាដាក់ទៅគឺវាស្អំយករហ្មងបាទហើយទៀតបាទព្រោះថាផែនដីគឺសំទោសគឺដើមឈើហ្នឹងផ្ដល់នៅអុកស៊ីហ្សែនត្រឡប់ឲ្យមនុស្សវិញអញ្ចឹងយើងចំណេញច្រើនពីដើមឈើព្រោះថាធម្មតាមនុស្សយើងរស់នៅត្រូវការមនុស្សខ្លាយខ្លះមែនផែនដីក៏ដូចគ្នាផែនដីក៏ត្រូវការភាពត្រជាក់អញ្ចឹងដែរដើម្បីកុំឲ្យការឡើងកម្ដៅផែនដីព្រោះថាបើសិនជាផែនដីការឡើងកម្ដៅបញ្ហាគឺកើតមានច្រើនមែនតើ
បាទហើយប្រទេសអេក្វាដ័រនេះគឺបានបំបីកំណត់ត្រាពិភពលោកជាច្រើនដែលមានដូចជាការកែច្នៃឡើងវិញនៅសម្បកដបផ្លាស្ទិកនៅក្នុងរយៈពេល1សប្តាហ៍និងកំណត់ត្រាកប់មនុស្សនៅក្នុងដីសាច់ច្រើនគ្នាបំផុតក្នុងពេលជាមួយគ្នាបាទអញ្ចឹងគឺញ៉ាំប្រទេសនេះបំបីកំណត់ត្រាពិភពលោកផ្លែកដែលយើងនឹកស្មានមិនដល់ណាបាទជើងឯកកាន់កាប់ហើយនិយាយពីដើមឈើនេះនិយាយពីស្រុកខ្មែរយើងវិញយើងកាប់ក៏ច្រើនបាទពលមានចុះច្រើនហើយនៅពេញនេះដើមឈើយើងឆ្ងល់ហើយមកនិយាយពេលខ្លះគេកាប់មែកវាចេញកាប់អីចេញឲ្យតងោលមករយៈទៅក៏ដោះមកវិញយើងឃើញឡើងថាថាអត់កាត់សោះណាយកវើយមែនតើទៅភ្លៀងមកព្យុះមកខ្យល់កត្រាក់មកទៅទំទៀងប៉ះឡានប៉ះអីយើងឃើញច្រើនណាស់ពីខែនេះ